បាទសួស្តីពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះក្រុមរបស់ CV Team មកដំឡើងម៉ាស៊ីនក្តៅជូនអតិថិជនមួយកន្លែងនៅផ្សារទូកោបងប្អូនអរគ្នាហើយនេះគឺជាសកម្មភាពក្រុមការងារយើងដំឡើងម៉ាស៊ីនក្តៅជូនអតិថិជនមួយកន្លែងដោយសារគាត់ថាត្រជាក់ពេកឥឡូវចាប់ផ្ដើមចូលរដូវការរៀងត្រជាក់ហើយបងប្អូនអរគ្នាគីហើយទីទៀតមានមេឃភ្លៀងច្រើនអញ្ចឹងចាប់ផ្ដើមត្រជាក់ហើយសម្រាប់ពុកម៉ែបងប្អូនអរគ្នាដែលមានតម្រូវការត្រូវការដំឡើងម៉ាស៊ីនទឹកក្តៅតាមគេហដ្ឋានរបស់ពុកម៉ែបងប្អូនអរគ្នាពុកម៉ែបងប្អូនអាចទំនាក់ទំនងមកសួរព័ត៌មានបន្ថែមហើយក្រុមការងារយើងនឹងទៅ check មើលប្រព័ន្ធភ្លើងដែលប្រើប្រាស់ក្នុងផ្ទះពុកម៉ែបងប្អូនអាចដាក់បានអត់ឬក៏ត្រូវការប្រព័ន្ធភ្លើងបន្ថែមទៀតអញ្ចឹងណាពួកម៉ាស៊ីនទឹកក្តៅនេះក៏ជាបញ្ហាដែរប្រសិនបើយើងតចេញពីព្រីឬក៏ព្រីដែលទាំងអស់នឹងអត់ត្រូវជាមួយនឹងខ្សែភ្លើងទេវាអាចនឹងមានការឆេះឬក៏ load disjonctor អីផ្សេងៗនៅពេលដែលភ្លើងរបស់ម៉ាស៊ីនទឹកក្តៅដោយសារវាមាន resistance របស់វាកើនកម្ដៅអញ្ចឹងហើយវាអាចនឹងធ្វើឲ្យមានបញ្ហាភ្លើងរបស់យើងក្នុងផ្ទះដែរអញ្ចឹងនៅពេលដែលយើងដាក់ម៉ាស៊ីនទឹកក្តៅបើសិនជាអត់មានខ្សែសកួរទុកទេជាច្បល់របស់ខ្ញុំគួរតែរត់ខ្សែភ្លើងផ្សេងហើយយើងរត់ដាច់ដライទៅការពារសុវត្ថិភាពប្រសិនបើយើងប្រើប្រាស់ទៅវាមិនសូវជាមានបញ្ហាពាក់ព័ន្ធជាមួយនឹងកើនកម្ដៅនៃខ្សែភ្លើងផងហើយនេះដោយសារខ្ញុំភ្ជាប់នេះដោយសារខ្សែភ្លើងរបស់គាត់នេះគេរត់ខ្ញុំ check មើលទៅវារត់ត្រូវគួយខាងដើមគេស្ពះទុកហ្នឹងគឺខ្សែ2កន្លះហើយខ្សែ2កន្លះអញ្ចឹងខ្ញុំមើលទៅខ្សែភ្លើងវាត្រូវវាស់ភ្លើងវាស់អីទៅវាគ្រប់អញ្ចឹងវាអត់មានបញ្ហាទេខ្ញុំក៏ចាប់ដើមរៀបចំដំឡើងជូនគាត់តែម្ដងហើយដំឡើងនេះគឺអត់មានម្ចាស់គាត់នៅមើលទេដោយសារគាត់ទៅធ្វើការបាត់ហើយអញ្ចឹងហើយគាត់ទុកសោឲ្យខ្ញុំដំឡើងរួចរាល់ហើយយកសោទៅដល់កន្លែងគាត់ធ្វើការវិញអញ្ចឹងទៅដោយសាររវល់បងប្អូនការងារខ្លះតិចតួចគាត់រវល់ហើយណាមួយគាត់គិតថាទុកចិត្តជាមួយនឹងក្រុមការងារយើងខ្ញុំផងអញ្ចឹងហើយគាត់ក៏ឲ្យសោមកខាងខ្ញុំទៅជិះទៅដល់កន្លែងគាត់ធ្វើការដើម្បីយើងយកសោហើយគាត់បានថតរូបហើយនឹងតាមជាន់កន្លែងណាដែលគាត់ត្រូវការដាក់អញ្ចឹងណាគាត់ប្រាប់តែខ្ញុំមកគឺខ្ញុំទៅត្រាសេទៅចោះដាក់ជូនគាត់តែម្ដងហើយពេលដែលយើងដាក់រួចរាល់អីហើយយើងតេស្តមើលស្អាតបាតអីចឹងទៅយើងយកសោគាត់ពេញទៅប៉ុន្តែខ្ញុំអត់បានថតជាមួយសកម្មភាពជាមួយមុខគាត់ទេដោយសារគាត់អត់ឲ្យថតចឹងហើយខ្ញុំថតទៅសកម្មភាពដែលខ្ញុំបានធ្វើការងារម៉ាស៊ីនទឹកក្តៅហ្នឹងហ្នឹងហើយបងប្អូនអរគ្នាកុំភ្លេចបើសិនជាត្រូវការសេវាកម្មដំឡើងម៉ាស៊ីនទឹកក្តៅឬក៏សេវាកម្មអីផ្សេងៗពុកម៉ែបងប្អូនមានតម្រូវការអាចសាកសួរព័ត៌មានខ្ញុំបានដូចជា caption ខ្ញុំបានដាក់នៅខាងលើអញ្ចឹងមានសេវាកម្មជាច្រើនដែលខ្ញុំបានទទួលហើយនឹងដំឡើងធ្វើការងារទាំងអស់នោះអញ្ចឹងហើយពុកម៉ែបងប្អូនកុំភ្លេចសេវាកម្មរបស់យើងខ្ញុំមាន page មាន YouTube មានអីផ្សេងៗវាជាទំនុកចិត្តសម្រាប់ពុកម៉ែបងប្អូនអរគ្នាដែរហើយហ្នឹងហើយជាចុងក្រោយគឺសូមអរគុណច្រើនចំពោះអតិថិជនដែលតែងតែគាំទ្រក្រុមការងារយើងខ្ញុំហើយក៏អធិស្ឋានផងចំពោះអតិថិជនដែលបានតាក់ទងមកក្រោយហើយអត់បានមានការឆ្លើយតបដោយសារមានការរវល់ហើយអាចនឹងឆ្លើយតបយឺតយ៉ាវហើយគាត់បានសាកសួរសេវាកម្មយើងខ្ញុំពាក់ព័ន្ធជាមួយនឹងការរត់ប្រអប់ភ្លើងបណ្ដែតអីផ្សេងៗខាងយើងខ្ញុំសូមឆ្លើយតបក្នុងវីដេអូនេះតែម្ដងទៅការវាយប្រអប់ភ្លើងអីផ្សេងៗត្រូវការទៅ check មើលផ្ទាល់កន្លែងពុកម៉ែបងប្អូនឆ្អៀតឬក៏ពាក់ព័ន្ធមួយព្រីកុងតាក់អីផ្សេងៗប្រហែលកន្លែងអីចឹងទៅព្រោះដោយសារការយើងខ្ញុំធ្វើទាំងសម្ភារៈអញ្ចឹងទៅការ estimate គិតជាក់ស្ដែងបើសិនជាយើងអត់បានទៅ check មើលទេពិបាកក្នុងការវិតម្លៃហើយពិបាកក្នុងការប្រាប់តម្លៃជូនទៅដល់ពុកម៉ែបងប្អូនដូចគ្នាអញ្ចឹងហើយបើសិនជាត្រូវការគឺខ្ញុំនឹងទៅ check ជូនឲ្យពុកម៉ែបងប្អូនអរគ្នាហើយនឹងដាក់តម្លៃតាមក្រោយនៅពេលដែលខ្ញុំបានឆែកការងាររួចរាល់បាទជាចុងក្រោយសូមអរគុណច្រើនសូមជម្រាបលា